ថ្ងៃនេះ admin នាំបងប្អូនទៅលេងខេត្តកំពង់ឆ្នាំងបងប្អូនដឹងអត់ថានៅខេត្តកំពង់ឆ្នាំងមានកន្លែងដើរលេងជាច្រើនហើយមានទឹកធ្លាក់មានភ្នំមានអីច្រើនមែនតើហើយថ្ងៃនេះ admin ទៅដើរលេងនៅមើលផ្កាយបោះតង់រមណីយដ្ឋានដែលគេហៅថាមើលផ្កាយបោះតង់ហើយនេះជាផ្លូវដែលយើងឆ្ពោះទៅមើលផ្កាយបោះតង់ណាបងប្អូនហើយនេះគឺជាទស្សនវិជ្ជាកន្លែងដែលយើងបោះតង់នេះមានមាត់អូមាននេះអីទាំងអស់ហើយឥឡូវនេះកំពុងតែរៀបចំធ្វើម្ហូបហើយមានសាច់គោមានអីចឹងណាហើយនេះកំពុងតែហាងសាច់ដើម្បីយកទៅធ្វើម្ហូបអាំងសាច់ហើយនឹងបង្កាត់ភ្លើងហើយអ្នកបង្កាត់ភ្លើងតំណងមែនតែនដៃគាត់ណាហើយនេះ admin កំពុងតែប្រឡាក់សាច់គោលាយគ្រឿងអីតិចតួចទៅដាក់ប្រេងដាក់អីដើម្បីយកទៅអាំងសម្រាប់បាយក៏ប៉ិតចង់ចូលបាយរសៀលបន្តិចតងាយបន្តិចមិនទេពួកអីទៅដល់ម៉ោង2ម៉ោង3ជាងហើយក៏ចាប់ផ្ដើមធ្វើម្ហូបតែម្ដងទៅរៀងដាច់បាយថ្ងៃត្រង់ដែរអញ្ចឹងណាហើយយើងប្រឡាក់សាច់ឲ្យចូលជាតិហើយយើងទុកសាច់ឲ្យវាចូលជាតិសិនហើយមើលដៃ admin ប្រឡាក់សាច់តំណងដែរតាសាច់គោនឹងឆ្ងាញ់មែនតើបន្ទាប់មកយើងចាប់ដើមលាងបន្លែទុកសាច់គោឲ្យចូលជាតិសិនបន្ទាប់មកយើងលាងបន្លែស្អាតហើយចិតបន្លែដាក់ចូលថង់ដើម្បីខ្លះស្រាឲ្យត្រជាក់ដល់ម៉ោងញ៉ាំស្រួយហ្មងហើយយើងដាំបាយចិតពុះហើយលាយទឹកម្រេចហើយសាច់អាំងក៏យើងចាប់ដើមអាំងដែរឈ្ងុយមែនតើនេះសាច់គោទិញមកចំកន្លែងហើយមើលទឹកភ្លៀងបដាមើលទឹកអូហូរបដាហើយអាំងសាច់បដាហើយតំណងមែនតើមានបន្លែមានអីចឹងទៅអ្នកពេលដែលចាំសាច់បាយឆ្អិនល្មមហើយមានគីមួយក៏ដើរមកហិតក្លិនដើរលេងទឹកដែរហ្នឹងណាហើយនេះសាច់គោយើងឆ្អិនល្មមទំនងមែនតើនេះម្ទេសហិលជាមួយទឹកម្រេចសាច់គោអាំងម្ទេសផ្លោកឈ្ងុយមែនតើសំខាន់គឺមានបាយក្តាំងរបស់ដែលចូលចិត្តជាងគេនេះភ្លៀងខ្លាំងទៅហើយបងប្អូននៅយើងចាប់ផ្ដើមបោះតង់ហើយព្រោះហេល្ងាចដែរហើយបានបងស្រីពីរនាក់ជួយ set up តង់ឲ្យគាត់មកទៅជំនាញមែនតើដល់មកខ្វាច់បានកន្លែងគេងរៀបចំបោះតង់ឲ្យហើយឥឡូវនេះតង់យើងបានរួចរាល់ហើយចាប់ដើមរៀបកន្លែងគេងហើយសម្រាប់យប់នេះហើយកន្លែងគេងខ្ញុំកន្លែងនេះហើយមើលទឹកនៅមាត់ទឹកតែម្ដងនិយាយទៅវាមានសភាពស្ងប់ស្ងាត់ល្អមែនតើបើយើងចង់មក relax យើងចង់មកម្នាក់ឯងក៏បានមកជាក្រុម 2-3 នាក់ក៏បានមកស្ដាប់ទឹកហូរមកស្ដាប់សំឡេងចាបសំឡេងក្អាត់សំឡេងកែបយំហើយនេះគឺជាតង់ដែលខ្ញុំបោះជាមួយនឹងបងស្រី2នាក់ទៀតហើយនេះទឹកអូពេលទៅលយមែនតើហើយនេះគឺជាទស្សនវិជ្ជាពេលយប់នៅជុំវិញតង់កន្លែងបោះតង់ណាហើយពួកខ្ញុំគេងបដានិយាយគ្នាបដាមើលផ្កាយបដាអញ្ចឹងទៅGood morning អ្នកទាំងអស់គ្នាក្រោយពីគេងហើយបន្ទាប់ពីយប់មិញភ្លៀងខ្លាំងក៏បានរើកន្លែងមកគេងកន្លែងថ្មីហើយបងប្អូនឃើញហើយនេះគឺជាទស្សនវិជ្ជាពេលព្រឹកដែលនៅកន្លែងបោះតង់និយាយពីឆ្កែព្រោះខ្លាំងមែនតើហើយដឹងអាម៉េចទេប៉ុន្តែมันធ្វើទេស្មើនេះទៅរកកាហ្វេរកអាហារពេលព្រឹកហើយឥឡូវនេះយើងចាប់ផ្ដើមចុងកាហ្វេហើយយើងចុងកាហ្វេខ្មៅហើយនេះយើងដាំទឹកអូយើងយកទៅចុងកាហ្វេយើងធ្វើកាហ្វេ fin ហើយនេះបងស្រីគាត់ចុងកាហ្វេហើយញ៉ាំអាហារពេលព្រឹកហើយខ្ញុំក៏បានដើរមើលជុំវិញហើយក៏ឃើញគាត់មានគោលកៃចឹងក៏បានកាត់គោលកៃដើម្បីយើងយកមកធ្វើម្ហូបអាហារថ្ងៃត្រង់ណានិយាយទៅមកទ្រីបនេះអត់មានធ្វើអីសោះគិតតែពីហូប
គេងហូបគេងឲ្យធ្វើម្ហូបតែប៉ុណ្្នឹងឯងហើយនេះអ្នកដាំបាយគាត់ដាំបាយទុកដាក់ចូលប្រអប់ឲ្យក្តៅហើយដើម្បីយកឆ្នាំងទៅធ្វើម្ហូបតទៀតចឹងណាដោយសារយើងមានឆ្នាំងតែមួយហើយជាពិសេសគឺមិនភ្លេចទេបាយក្តាំងរបស់ដែលចូលចិត្តបំផុតហើយឥឡូវនេះយើងចាប់ដើមរៀបចំធ្វើអាហារថ្ងៃត្រង់ដោយសារយើងបានអង្គុយសម្រាប់មកសន្ទុះធំដែរហើយក៏ពិតណាហើយឥឡូវនេះយើងចាប់ដើមដុតមាន់ហើយមាន់នេះគឺមាន់ស្រែសុទ្ធតែម្ដងដោយសារតែបងស្រីម្ចាស់រីសតហ្នឹងគាត់បានធ្វើមាន់ឲ្យចឹងណាហើយពួកយើងក៏យកមកដុតខ្លួនឯងចឹងទៅហើយចាប់ដើមហើយកូនលឹកខើទាំងអស់ហ្នឹងគឺយើងបានពីនៅក្នុងរីសតហ្នឹងទេហើយនេះមាន់យើងចាប់ដើមឆ្អិនហើយក៏ប៉ុន្តែមាន់នេះមាន់ដុតកូកាប៉ុន្តែខ្ញុំអត់បានថតពេលដាក់កូកាណាហើយនេះយើងចាប់ដើមញ៉ាំអាហារថ្ងៃធំហើយដើម្បីយើងជិះដំណើរទៅមុខទៀតអូខេចាំជួបគ្នានៅវីដេអូក្រោយបាយបាយ